ម៉ាក់នឹងតូតូនៅផ្សារទំនើបខាងក្រោមបងទៅទទួលពួកគាត់សិនទៅអូនបើកទ្វារចោលសិនទៅ20នាទីទៀតបងទៅដល់ម៉ាក់យកតូតូទៅផ្ទះបងស្រីចាំងសិនទៅមើលចុះពិតជាហួសហេតុពេកហើយខ្ញុំនឹងប្តឹងប៉ូលីសឥឡូវនេះមានមុខសញ្ញាដែលសង្ស័យទេមើលចុះតើអ្នកចង់ទាមទារអ្វីខ្លះចាត់ការតាមច្បាប់បានចូលផ្ទះគេដោយខុសច្បាប់បំផ្លាញទ្រព្យសម្បត្តិដោយចេតនាទាំងនេះត្រូវតែចាត់ការតាមច្បាប់មិនក៏នាងធ្វើបែបនេះម៉ាក់កុំទាន់ប៉ះអីនេះជាទង្វើរបស់មនុស្សមែនទេឥឡូវក្មេងនៅណានៅផ្ទះអ្នកជិតខាងកុំទាន់ឲ្យក្មេងមកវិញចាំពួកយើងប្រមូលភស្តុតាងរួចសិនចាំគិតទៀតនរណាគេប៉ុស្តិ៍ប៉ូលីសតើអ្នកគឺលីវសេវចិនមែនទេរសៀលនេះអ្នកបានទៅផ្ទះលីនវ៉ាន់ឈីមែនទេអត់ទេខ្ញុំទៅផ្ទះនាងធ្វើអីកាមេរ៉ាសុវត្ថិភាពបានថតទុកហើយអ្នកជាប់សង្ស័យពីបទចូលផ្ទះគេដោយខុសច្បាប់ឥឡូវនេះសូមអ្នកមកប៉ុស្តិ៍ប៉ូលីសភ្លាមដើម្បីសហការស៊ើបអង្កេតកាមេរ៉ាអីគេនាងចង់ធ្វើបាបខ្ញុំមែនទេខ្ញុំមិនបានយករបស់នាងទេកាមេរ៉ាសុវត្ថិភាពបានថតទុកអស់ហើយឥឡូវអ្នកនិយាយទាំងនេះគ្មានប្រយោជន៍ទេមិនបានយករបស់ទេតែផ្ទះខ្ញុំរញ៉េញ៉ៃបែបនេះគឺស្នាដៃអ្នកហើយនាងកុំចេះតែនិយាយផ្ដេសផ្ដាសអ្នកគួរតែមកដោយខ្លួនឯងកុំចាំដល់ពួកយើងទៅរកម៉ាក់ខ្ញុំនឹងហឺឆឹងទៅធ្វើកំណត់ហេតុម៉ាក់ទៅយកតូតូមកផ្ទះបងស្រីចាំងសិនទៅយប់នេះកុំឲ្យគេមកដេកនៅទីនេះអីពួកឯងទៅចុះទុកក្មេងឲ្យម៉ាក់ជាអ្នកមើលថែសម្មិតខ្ញុំពិតជាអយុត្តិធម៌ណាស់អ្នកមើលខ្លួនឯងទៅខ្ញុំគ្រាន់តែខឹងមួយឆាវប៉ុណ្ណោះខឹងមួយឆាវក៏អាចចូលទៅវីកំទេចរបស់របបផ្ទះគេដែរវ៉ាន់ឈីងមួយរយៈមុនខ្ញុំសង្លុយអស់ហើយមិនក៏អ្នកនៅតែមិនព្រមដោះលែងខ្ញុំទៀតមិនមែនខ្ញុំមិនដោះលែងអ្នកទេគឺអ្នកខ្លួនឯងជាអ្នកមករកខ្ញុំគ្រាន់តែចង់ទៅនិយាយជាមួយអ្នកពីរម៉ាត់និយាយពីរម៉ាត់ត្រូវវីកំទេចកាមេរ៉ាសុវត្ថិភាពសិនខ្ញុំនោះគឺអ្នកនោះគឺស្អីអ្នកធ្វើឲ្យផ្ទះយើងคล้ายជាបែបនេះរកលេសដើម្បីគេចវេះពីការទទួលខុសត្រូវឆ្លើយសំណួរសិនលួចយករបស់ទៅទុកនៅណាខ្ញុំមិនបានយកទេអញ្ចឹងពួកយើងឥឡូវឆែកមើលនៅនឹងកន្លែងកុំឆែកនៅថាមិនបានយកទៀតខ្ញុំគ្រាន់តែយកតាមដៃគឺជាទម្លាប់ល្អមួយវ៉ាន់ឈីងខ្ញុំដល់ថ្នាក់នេះហើយអ្នកនៅចង់យ៉ាងម៉េចទៀតធ្វើតាមនីតិវិធីគឺអ្នកដើរចូលទៅក្នុងទីជ្រៅដោយខ្លួនឯងឆេនយៀនជួយនិយាយជាមួយនាងផងសុទ្ធតែជាសាច់ញាតិនឹងគ្នាសាច់ញាតិពេលអ្នកលួចរបស់ក្នុងផ្ទះតើធ្លាប់គិតថាជាសាច់ញាតិទេអ្នកថាខឹងមួយឆាវក៏រត់ទៅផ្ទះគេប៉ុន្តែនេះមិនមែនដោយសារអ្នកលួចរបស់គេមុនទៅជាបែបនេះទេលើកនេះអ្នកធ្វើត្រូវហើយពីមុនអ្នកគិតពីមនោសញ្ចេតនាសាច់ញាតិបានទុកផ្លូវឲ្យនាងហើយនាងមិនស័ក្តិសមទេនាងមិនក៏ទៅផ្ទះវ៉ាន់ឈីងទៀតហើយម្សិលមិញមិនមែនសង្លុយអស់ហើយទេលើកនេះពិតជាហួសហេតុពេកហើយរឿងវ៉ាន់ឈីងតើជាការពិតទេមិនដឹងទេខ្ញុំក៏ទើបតែឃើញវ៉ាន់ឈីងលើកនេះអ្នកកុំចិត្តទុនឲ្យសោះគួរដោះស្រាយយ៉ាងម៉េចក៏ដោះស្រាយអញ្ចឹងទៅពីមុនពិតជាពួកយើងមើលរំលងហើយរឿងដល់ថ្នាក់នេះលីវឆាវលើកនេះពិតជាចប់ហើយគ្មានអ្នកណានឹងជួយនាងប្រមូលរឿងទៀតទេម៉ាក់លើកមុនមីងធ្វើឲ្យកូនទន្សាយខ្ញុំខូចហើយតើគាត់នៅអាចជួសជុលបានទេម៉ាក់ទិញកូនទន្សាយថ្មីមួយឲ្យកូនតែខ្ញុំនៅតែចូលចិត្តរបស់ដើមអញ្ចឹងជួសជុលរបស់ដើមរួចរាល់ហើយឬនៅខ្ញុំចាត់ការរួចរាល់ហើយដើមឡើយខ្ញុំក៏គិតថារឿងរ៉ាវមកដល់ត្រឹមនេះគួរតែបញ្ចប់ទាំងស្រុងហើយ
រឿងកន្លងផុតទៅមិនដល់មួយខែផងលីវឆាវចិនស្រាប់តែមានសកម្មភាពទៀតហើយគាត់មិនបានមករកខ្ញុំទេតែបដូរកន្លែងបន្តធ្វើច្រដើមគាត់បានទៅផ្ទះបងប្អូនជីដូនមួយឆ្ងាយឈ្មោះចៅឡានជាមុនឡានឲ្យខ្ញុំពិតជាគ្មានកន្លែងទៅទេបិចអញ្ចឹងមីងគុំនិយាយអីឥឡូវនេះគេឈ្មោះខ្ញុំនៅខាងក្រៅខូចអស់ហើយគ្មានអ្នកណាជួខ្ញុំទេមិនមែនថារឿងនោះកន្លងផុតទៅហើយទេកន្លងផុតទៅងាយស្រួលម្លេះវ៉ាន់ឈីងឥឡូវនេះនិយាយពីខ្ញុំដូចមនុស្សអាក្រក់អញ្ចឹងសាច់ញាតិឃើញខ្ញុំសុទ្ធតែកិច្ចចុះមីងមកកន្លែងខ្ញុំនេះគឺចង់ស្នាក់នៅប៉ុន្មានថ្ងៃមែនទេស្នាក់នៅតែ2ថ្ងៃទេខ្ញុំសម្រាប់បន្តិចចាំកូនប្រុសខ្ញុំរៀបចំរួចរាល់ខ្ញុំនឹងទៅហើយមិនអីទេក៏ពិបាកនឹងរុញច្រានសាច់ញាតិចេញក្រៅដែរដំបូងឡើយខ្ញុំមិនបានដឹងរឿងទាំងនេះទេរហូតដល់ថ្ងៃត្រង់នេះពេលសម្រាប់ថ្ងៃត្រង់អូ Facebook អូឃើញផុសមួយនៅតែសាច់ញាតិខ្លួនឯងទៅពឹងពាក់បានមីងឆាវចិនមកដល់ហើយខ្ញុំស្រួលខ្លួនជាងមុនច្រើនធ្វើម្ហូបមើលកូនធ្វើបានគ្រប់យ៉ាងពិតជាជួយបានច្រើនមែនឆាវចិនពិតជាឧស្សាហ៍មែនក្នុងផ្ទះមានមនុស្សចាស់ជួយមើលការខុសត្រូវគឺមិនដូចគ្នាទេរឿងវ៉ាន់ឈីងកន្លងផុតទៅហើយមែនទេកុំខឹងអីបងមើលទៅគាត់ទៅរស់នៅផ្ទះអ្នកផ្សេងទៀតហើយគាត់ពិតជាមិនចេះខ្មាស់គេមែនចរិតចៅឡានទុនភ្លុនជាងបងទៅទៀតអូនខ្លាចថាគាត់នឹង8/10ហើយចង់ប្រាប់ចៅឡានត្រង់តែម្ដងទេគ្រាន់តែនិយាយគេប្រហែលជាមិនជឿទេអញ្ចឹងទុកឲ្យគាត់ទៅឡានខ្ញុំសួរឯងសិនបងជីដូនមួយថ្មីនេះរវល់ទេមិនរវល់ទេមួយរយៈមុនម្ដាយក្មេកចូលពេទ្យឥឡូវបានធូរច្រើនហើយខ្ញុំទើបតែអូសឃើញ Facebook ឯងមានឆាវទៅផ្ទះឯងហើយមែនទេមិនអញ្ចឹងអីគាត់ប៉ុន្មានថ្ងៃនេះទាំងធ្វើម្ហូបទាំងទទួលកូនមាត់ក៏ផ្អែមទៀតធ្វើឲ្យម្ដាយក្មេកខ្ញុំសប្បាយចិត្តណាស់ផ្ទះឯងថ្មីនេះត្រូវតែទុកដាក់របស់របរឲ្យបានល្អឯងមានន័យថាម៉េចរឿងផ្ទះខ្ញុំឯងគួរតែធ្លាប់លឺហើយវ៉ាន់ឈីងខ្ញុំខ្លាចផ្ទះឯងមានរឿងទើបប្រាប់ឯងឲ្យដឹងមុនឯងខ្លួនឯងប្រយ័ត្នប្រយែងទៅដាក់កាមេរ៉ាសុវត្ថិភាពមើលទៅមើលអីហ្នឹងវ៉ាន់ឈីងផ្ញើមកវ៉ាន់ឈីងនិយាយត្រូវហើយការពារបន្តិចទៅមិនខាតទេបើដាក់កាមេរ៉ាមែនត្រូវគាត់ដឹងគិតយ៉ាងម៉េចដាក់ក្នុងផ្ទះខ្លួនឯងតើបានដាក់ក្បាលដំណេកគាត់ឯណាតែគាត់ក៏ជាចាស់ទុំដែរអូនឯងនេះគឺគិតច្រើនពេកហើយលើកមុនអូនឯងមិនមែនប្រាប់ថាក្នុងផ្ទះចេះតែបាត់របស់កំពេចកំពុកទេអីបងស្មានតែអូនឯងភ្លេចភ្លាំងឥឡូវមើលទៅមិនប្រកបទេបងនិយាយអញ្ចឹងហាក់ដូចជាអញ្ចឹងមែនខ្ញុំដឹងហើយថ្ងៃស្អែកខ្ញុំនឹងដាក់រកលេខឲ្យជាងមកជួសជុលខ្សែភ្លើងទីបំផុតក៏ឲ្យជាងដាក់កាមេរ៉ាបានសម្រេចឡានមិនមែនមីងនិយាយទេកូនឯងរើសម្ហូបណាស់គឺដោយ